ថ្ងៃនេះដែរគឺជាថ្ងៃទី2អ្នកនរគ្នាដែរថ្ងៃទី2ដែលយើងចូលឆ្នាំខ្មែរយើងអញ្ចឹងណាតែខ្ញុំនិយាយទៅមកចូលឆ្នាំខ្មែរនេះអត់សូវបានដើរលេងប្រហែលទេហើយឆ្នាំនេះសុំបានទៅវិញសង្ក្រាន្តស្វាយរៀងទៀតគឺយើងវល់ជួយធ្វើវិផ្ទះក្បងក្រោមផ្ទះអីចឹងអ្នកនរគ្នាក៏បើយើងជីកដីចងដែកអស់ហើយមកគឺយើងចាប់ដើមវាយកដាពុំអីចឹងណាដើម្បីយើងចាក់ធ្នឹមរបស់យើងចាក់ធ្នឹមក្រោមហើយវិបអត់ប្រហែលជា1ម៉ែត្រជាងទេតែគាត់ថាយើងចាក់ធ្នឹមអញ្ចឹងទៅហើយដៃគឺយកបានដាក់ចង4ដើមដែរយើងចងទៅ2ដើម2សរសៃអ្នកនរគ្នាថាប៉ុណ្្នឹងវាមកវាមិនទៅណាទេភាសាយើងធ្វើដល់ទៅអត់បាំងលើទៅ1ម៉ែត្រព្រោះថាយើងសាំងអស័យយើងបាំងអស់តាបាំងពីលើអស់អញ្ចឹងណាហើយបន្ទាប់ពីយើងចងដៃអស់ហើយមកពេលអានេះគឺយើងផ្សារដៃពុកមាត់យើងចេញពីអក្សររបស់យើង88នេះអស់គ្នាគឺយើងផ្សារចេញជាអក្សរហើយបានយើងកាច់វាចេញមកហើយយើងយកមកផ្សារជាមួយដៃរបស់យើងតិចតែបើយើងចង់ចងលុះបានទេតែខ្ញុំផ្សារពុកផ្សារយើងផងផ្សារទៅចំដៃហ្នឹងចឹងទៅយើងផ្សារយកទៅមកអញ្ចឹងណាហើយក៏ហើយបន្ទាប់ពីយើងវាយពុំហើយមកយើងចាប់ដើមដាក់ស្មងចាប់ដើមលាយបេតុងយើងចាក់អ្នកនរគ្នាចាប់ដើមលាយបេតុងហើយពុំគឺវាយអត់យូរទេពុំនេះគឺខ្ញុំវាយជាកន្លះម៉ោងជាងនេះលើកដាក់ហ្នឹងរួចដាក់ដីទុំហើយដំដាក់ដែកពុះហើយដាក់លក្ខណៈថាវាមិនស្អាតពេកទេហើយក៏វាមិនអាក្រក់មើលវាមិនសមរម្យអាចទូយកបានហើយមកធ្នឹមខាងនេះគឺលក្ខណៈថាខ្វះលុះចឹងទៅទុកសិនចាក់ឲ្យតែប៉ុណ្្នេះសិនមកណាមួយយើងបញ្ញាប់ផងថាថ្ងៃនេះមានអវោច្រើនណាស់ចឹងទៅយើងធ្វើវាតាមដំណើរពុំនេះខ្ញុំដូចខ្ញុំងរុនអ្នកនរគ្នាមើលចឹងគឺខ្ញុំអត់មានវាយនេះគៀននៅខាងលើទេគឺខ្ញុំវាយតែដៃដំតិចតួចយកដេកទប់តិចតួចទេតែនឹងប៉េះហ្មងងរុនមានគឺទេគឺថាសំខាន់បបវិសោឬក៏តិចនិចរបស់យើងនេះយើងធ្វើអត់មានវាយមើលទៅមិនតំណើថាវាមមតែវាមមវាខុសគ្នាវាទៅលើបច្ចេកទេសរបស់យើងដែរចឹងអ្នកនរគ្នាអ្នកខ្លះយើងធ្វើការមើលទៅរៀងបុកបាច់ស្តង់ដារតែពេលគុណភាពมันក៏ថាស្តង់ដារដូចដែលយើងធ្វើការមិនសូវបុកបាច់ទេពេលណាបើខ្ញុំធ្វើការមមអត់សូវបុកបាច់ច្រើនទេអត់សូវវាណាថាស្តង់ដារអីបាទធ្វើស្តង់ដារវាចេញមកបានតែស្តង់ដារទេតែការងារភាគច្រើនវាមិនដែលចេញមកស្តង់ដារទេវាលំតែបើខ្ញុំការងារធ្វើមិនសូវស្តង់ដារហ្នឹងតែបើការងារចេញតែបើផលចេញមកដឹងតែអែមស្តង់ដារអូចំណោហើយបន្ទាប់ពីខ្ញុំលើបដីយើងស្មើហើយគឺខ្ញុំអត់បាននេះទេណានេះគឺខ្ញុំចាក់បេតុងយកតែហ្មងគឺខ្ញុំអត់ដាក់ថ្មដាក់អីទេគាត់ថាយើងសានដៃពុកមុតចេញហើយយើងចាក់យកថ្មទៅរបៀបអត់មិនតិចអរគុណ